ឥណ្ឌូនេស៊ីដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើ TikTok រឿងមិនបង្ហាញព័ត៌មាន live stream ទាំងអស់ឥណ្ឌូនេស៊ីបានសម្រេចផ្អាកការចុះឈ្មោះរបស់ TikTok ជាអ្នកផ្ដល់សេវាប្រព័ន្ធអេឡិចត្រូនិកដោយសារតែក្រុមហ៊ុនបណ្ដាញសង្គមដ៏ធំនេះបរាជ័យនៅក្នុងការប្រគល់ទិន្នន័យពេញលេញទាក់ទងទៅនឹងការប្រើប្រាស់មុខងារផ្សាយផ្ទាល់របស់ខ្លួននេះបើតាមការចេញផ្សាយនៃទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី3 ខែតុលាឆ្នាំ2025ការផ្អាកនេះកើតឡើងបន្ទាប់ពីលោក Alexander Sabah មន្ត្រីនៅក្រសួងទូរគមនាគមន៍និង Digital បានចេញសេចក្តីថ្លែងការណ៍ថាគណនីមួយចំនួនដែលមានទំនាក់ទំនងទៅនឹងសកម្មភាពល្បែងអនឡាញបានប្រើមុខងារផ្សាយផ្ទាល់របស់ TikTok ដើម្បីរកប្រាក់ចំណូលខណៈដែលការតវ៉ាថ្នាក់ជាតិបានផ្ទុះឡើងកាលពីចុងខែសីហាដល់ខែកញ្ញារដ្ឋាភិបាលឥណ្ឌូនេស៊ីបានស្នើសុំទិន្នន័យស្តីពីចរាចរណ៍ការផ្សាយផ្ទាល់និងការរកប្រាក់ចំណូលពីក្រុមហ៊ុន TikTok ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Biden របស់ចិនដើម្បីធ្វើការត្រួតពិនិត្យទោះជាយ៉ាងណាលោកសាបាបានគូបញ្ជាក់ថាក្រុមហ៊ុនគ្រាន់តែផ្ដល់ទិន្នន័យមួយផ្នែកប៉ុណ្ណោះដោយលើកឡើងពីនីតិវិធីផ្ទៃក្នុងរបស់ខ្លួនលោកបានសង្កត់ធ្ងន់ថាដូច្នេះក្រសួងទូរគមនាគមន៍និង Digital បានចាត់ទុក TikTok ថាបានបំពានកាតព្វកិច្ចរបស់ខ្លួនក្នុងនាមជាអ្នកផ្ដល់សេវាអេឡិចត្រូនិកឯកជនស្របតាមបទបញ្ញត្តិដែលតម្រូវឲ្យក្រុមហ៊ុនដែលបានចុះឈ្មោះទាំងអស់ត្រូវប្រគល់ទិន្នន័យទៅរដ្ឋាភិបាលក៏បញ្ជាក់ផងដែរថាទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថាខ្លួននៅតែអាចចូលប្រើកម្មវិធីនេះបានជាធម្មតានៅថ្ងៃសុក្រហើយនៅមិនទាន់ច្បាស់នោះទេថាតើការចូលប្រើ TikTok ទាំងមូលត្រូវបានបិទទាំងស្រុងឬក៏អត់នោះទេក្រុមហ៊ុន TikTok ដែលមានគណនីជាង1 លាននៅក្នុងប្រទេសឥណ្ឌូនេស៊ីមិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះនោះទេ